នៅក្នុងព្រៃក្រាស់និងងងឹតបំផុតមានស្រមោលមួយដែលសូម្បីតែសត្វសាហាវដទៃក៏កោតខ្លាចព្រៃខ្លាចទៅជាពិភពមួយទៀតពិភពដែលស្ងាត់តែពោពេញទៅដោយគ្រោះថ្នាក់នៅក្នុងភាពងងឹតនោះមានភ្នែកពីរដែលភ្លឺបំផុតរាងកាយពណ៌ខ្មៅស្រទន់ចលនាដូចស្រមោលវាគឺ Claracan ខ្មៅឬជាភាសាអង់គ្លេស Black Panther មនុស្សជាច្រើនស្គាល់វាជាតួអង្គនៅក្នុងរឿង Superhero របស់ Marvel ប៉ុន្តែនៅក្នុងពិភពពិត Claracan ខ្មៅគឺជាសត្វដែលមានអាចកំបាំងបំផុតតើអ្នកដឹងអ្វីខ្លះអំពីសត្វ Claracan ខ្មៅនេះហើយហេតុអ្វីបានជាវាមានពណ៌ខ្មៅរលោងបែបនេះថ្ងៃនេះយើងនឹងទៅស្វែងយល់អំពីជីវិតដ៏ឯការបស់ស្ដេចស្រមោលមួយនេះរឿងទី1ដែលយើងត្រូវដឹងគឺគ្មានសត្វណាដែលមានពូជឈ្មោះ Black Panther ពីកំណើតនោះទេពាក្យ Black Panther គឺជាឈ្មោះរួមដែលគេហៅសត្វខ្លាធំៗដែលមានពណ៌ខ្មៅមនុស្សជាច្រើនគិតថា Claracan ខ្មៅជាសត្វមួយពិសេសតែការពិតវាមិនមែនជាប្រភេទសត្វថ្មីនោះទេ Claracan ខ្មៅគឺជាខ្លាដែលមានពណ៌ខ្មៅដោយសារហ្សែនពិសេសនៅអាស៊ីនិងនៅអាហ្វ្រិកគេហៅវាថា Black Leopard នៅអាមេរិកគេហៅវាថា Black Jaguar មូលហេតុដែលធ្វើវាខ្មៅគឺដោយសារតែបម្រែបម្រួលហ្សែនម្យ៉ាងហៅថា Melanism វាផ្ទុយអំពីសត្វភឿក Albino ប្រសិនបើយើងពិនិត្យឲ្យជិតនៅក្រោមពន្លឺថ្ងៃយើងនឹងឃើញអុចៗនៅលើស្បែកដ៏ខ្មៅរបស់វាពណ៌ខ្មៅនេះធ្វើឲ្យវាជាសត្វដែលលាក់ខ្លួនបានលោបំផុតនៅក្នុងព្រៃ Claracan ខ្មៅរស់នៅក្នុងព្រៃដ៏ក្រាស់ព្រៃត្រូពិកនិងតំបន់ភ្នំមាននៅអាស៊ីអាហ្វ្រិកនិងអាមេរិកខាងត្បូងសត្វ Claracan ខ្មៅគឺជាសត្វដែលចូលចិត្តរស់នៅម្នាក់ឯងពួកវាគឺជាអ្នកដែលលបប្រហារដល់ចំណានបំផុតដោយសារតែស្បែកពណ៌ខ្មៅងងឹតវាអាចបន្លំខ្លួននៅក្នុងព្រៃក្រាស់និងនៅពេលយប់បានយ៉ាងល្អឥតខ្ចោះសមត្ថភាពពិសេសការឡើងដើមឈើវាជាស្ដេចឡើងដើមឈើវាអាចអស់សត្វរុក្ខាដែលមានទម្ងន់ធ្ងន់ជាងវា3ដងឡើងទៅលើមែកឈើខ្ពស់ដើម្បីស៊ីតែម្នាក់ឯងការហែលទឹកខុសពីសត្វឆ្មាស្រុក Claracan ខ្មៅចូលចិត្តទឹកនិងហែលទឹកបានយ៉ាងពូកែភ្នែកដ៏ឆ្លៀសវៃភ្នែករបស់វាអាចមើលឃើញនៅក្នុងភាពងងឹតបានច្បាស់ជាងមនុស្សដល់ទៅ6ដងពណ៌ខ្មៅមិនមែនគ្រាន់តែធ្វើឲ្យវាស្អាតទេតែវាជាអាវុធនៅពេលយប់សត្វ Claracan ខ្មៅស្ទើរតែមិនអាចមើលឃើញដោយសត្វព្រៃផ្សេងៗមិនដឹងថាគ្រោះថ្នាក់កំពុងតែខិតមកជិតមកដល់ភ្នែករបស់វាអាចមើលឃើញច្បាស់នៅក្នុងភាពងងឹតសាច់ដុំដ៏រឹងមាំជើងទន់ធ្វើឲ្យការប្រមាញ់យ៉ាងស្ងៀមស្ងាត់គ្រោះថ្នាក់បំផុតនិងសត្រូវស្លាប់ភ្លាមៗដោយសារតែភាពអាចកំបាំងរបស់វា Claracan ខ្មៅត្រូវបានគេគោរពនិងកោតខ្លាចនៅក្នុងវប្បធម៌ជាច្រើនសម្រាប់កុលសម្ព័ន្ធបុរាណពួកវាតំណាងឲ្យកម្លាំងបញ្ញានិងការការពារនៅក្នុងសម័យទំនើបតាមខ្សែភាពយន្ត Black Panther របស់ Marvel វាត្រូវបានក្លាយទៅជាសញ្ញានៃមោទនភាពនិងបច្ចេកវិទ្យាប៉ុន្តែទោះជានៅក្នុងរឿងឬក្នុងជីវិតពិត Claracan ខ្មៅនៅតែរក្សាអត្តសញ្ញាណតែមួយគឺភាពអង់អាចនិងសេចក្តីថ្លៃថ្នូរ Claracan ខ្មៅជាអ្នកប្រមាញ់ដ៏ឯកោវាមិនប្រមាញ់ជាក្រុមទេតែអាស្រ័យលើការអត់ធ្មត់ភាពស្ងប់ស្ងាត់និងពេលវេលាដ៏ត្រឹមត្រូវវាអាចតាមដានគោលដៅរាប់នាទីឬរាប់ម៉ោងមុននឹងធ្វើការវាយប្រហាររបស់វាគឺលឿនត្រឹមត្រូវនិងសាហាវបំផុត Claracan ខ្មៅមិនត្រឹមតែខ្លាំងតែវាឆ្លាតវៃខ្លាំងវាចងចាំផ្លូវទីតាំងទឹកនិងទីកន្លែងដែលមានសត្វជាច្រើនវាអាចរៀនពីការបរាជ័យហើយកែលម្អយុទ្ធសាស្ត្រសម្រាប់ប្រមាញ់លើកក្រោយនេះជាអ្វីដែលធ្វើឲ្យអធិរាជនៃភាពងងឹតនៅក្នុងព្រៃដ៏ក្រាស់ Claracan ខ្មៅញីនិងឈ្មោលជួបគ្នាតែពេលបន្តពូជបន្ទាប់ពីកូនកើតម្ដាយរបស់វានឹងចិញ្ចឹមកូនតែឯងវាបង្រៀនរបៀបលាក់ខ្លួនរបៀបប្រមាញ់និងរបៀបរស់រាននៅក្នុងព្រៃកូនខ្លាត្រូវរៀនយ៉ាងលឿនព្រោះព្រៃមិនមែនសម្រាប់អ្នកទន់ខ្សោយឈរជើងបានឡើយ Claracan ខ្មៅមិនមែនជាសត្វនៅក្នុងរឿងព្រេងឬរឿងវីរបុរសវាជាសត្វពិតដែលរស់រាននៅក្នុងភាពងងឹតដោយភាពវៃឆ្លាតស្ងប់ស្ងាត់និងអំណាចសត្វ Claracan ខ្មៅមិនគ្រាន់តែជាសត្វសាហាវពណ៌ខ្មៅនោះទេប៉ុន្តែវាជាអច្ឆរិយៈនៃធម្មជាតិដែលបង្ហាញអំពីភាពស្រស់ស្អាតនៃការប្រែប្រួលហ្សែនពួកវាបង្រៀនយើងអំពីភាពអំណត់និងការរស់នៅដោយម្ចាស់ការលើខ្លួនឯង